នេះគឺជាការ set up panel របស់យើងឲ្យ alert នៅពេលដែល sensor របស់យើង detect បានអ្វីមួយជំហានដំបូងយើងចូលទៅកាន់ Play Store ឬមួយក៏ App Store និងធ្វើការ download ជាមួយនឹងកម្មវិធី Local Sense ជំហានបន្ទាប់គឺយើងចូលទៅកាន់ YouTube ដើម្បី download ជាមួយនឹងសំឡេងសរ៉ែនសម្រាប់ប្រើប្រាស់ជាមួយ panel របស់យើងអញ្ចឹងយើងអាចធ្វើការ search ជាមួយនឹងសំឡេងណាដែលយើងចង់ដាក់បានប៉ុន្តែចំពោះខ្ញុំដាក់ជាមួយនឹងសំឡេងសរ៉ែនអញ្ចឹងយើង search សំឡេងសរ៉ែនចូលក្នុង YouTube ទៅហើយយើងធ្វើការជ្រើសរើសសំឡេងណាដែលមានរយៈពេលយូរក៏បាន play ក៏បានអញ្ចឹងចំពោះ sensor សម្រាប់ emergency អីយើង recommend ដាក់សំឡេងណាដែលមានរយៈពេលយូរនៅពេលដែលយើងជ្រើសរើសសំឡេងហើយយើងទៅចុចសញ្ញា point ប៊ូតុង share មួយនេះនិងចុចពាក្យ copy link បន្ទាប់មកចូលទៅកាន់ browser របស់យើងរួច search ជាមួយនឹងពាក្យ download YouTube MP3 អញ្ចឹងនៅកន្លែងនេះខ្ញុំប្រើជាមួយនឹង website Y2Mate ចំពោះ website ហ្នឹងយើងចូលដើម្បី download ជាមួយនឹងសំឡេងដែលយើងយកចេញពី YouTube អញ្ចឹងគាត់ដែលយើងផាសជាមួយនឹង link ដែលយើង copy ចេញពី YouTube មិញហ្នឹងមករួចត្រូវប្រកាសថារើសពាក្យ MP3 បន្ទាប់មកចុច convert រួចធ្វើការរងចាំវាបន្តិចសិននៅពេលដែលវាដើរពេញហើយយើងចុចពាក្យ downloadបន្ទាប់ពីវា download រួចរាល់ហើយសំឡេងមួយហ្នឹងគឺវាចូលទៅក្នុង file ហើយអញ្ចឹងយើងចូលទៅក្នុង file មកដើម្បី locate ជាមួយនឹងសំឡេងមួយហ្នឹងបន្ទាប់មកនៅពេលដែលយើងប្រកាសថាសំឡេងមួយហ្នឹងចូលទៅក្នុង file ហើយយើងចូលទៅកាន់ app Local Sense វិញម្ដងហើយយើងត្រូវប្រកាសថាទូរស័ព្ទដៃរបស់យើងនិង panel ប្រើប្រាស់ជាមួយនឹង Wi-Fi តែមួយបន្ទាប់មកចុចពាក្យ file នៅខាងលើរួចយើងទៅស្វែងរកសំឡេងដែលយើង download ចូលមិញហ្នឹងមកនៅពេលដែលយើងឃើញសំឡេងមួយហ្នឹងហើយរួច tick លើវានិងចុច openបន្ទាប់មកចុចជាមួយនឹងអេក្រង់ control panamic មួយនេះនោះទូរស័ព្ទដៃនឹងផ្ញើសារទៅកាន់អេក្រង់របស់យើងហើយអញ្ចឹងយើងចុច access មកលើអេក្រង់របស់យើងមករួចធ្វើការរងចាំវាបន្តិចរួចចុចដាច់ជាការស្រេចជំហានបន្ទាប់គឺយើងចូលទៅកាន់ app Local Music របស់យើងមកគឺយើងនឹងឃើញសំឡេងហ្នឹងនៅក្នុង panel ហើយជំហានបន្ទាប់គឺយើងត្រូវយកសំឡេងមួយហ្នឹងអាចចូលទៅក្នុង playlist ទី1អញ្ចឹងយើងចុចសញ្ញាបូកមួយនេះមកនិងចុចទៅលើ Local Playlist លេខ1បន្ទាប់មកចុច confirm ជំហានបន្ទាប់គឺយើងចូលទៅកាន់ app Tuya រួចចុចសញ្ញាបូកនិងចុច create scene រួចចុច when device status change និងចុច select single device រួចធ្វើការរើស sensor របស់យើងមកចំពោះខ្ញុំរើសជាមួយនឹង door sensor ដើម្បីឲ្យនៅពេលដែលមាននរណាម្នាក់បើកទ្វារប៉ុណ្ណានឹងធ្វើការរោហើយកន្លែង door sensor មួយនេះយើងត្រូវរើសពាក្យ on ដែលមានន័យថានៅពេលបើកទ្វារ sensor នឹង alert រួចចុច confirm បន្ទាប់ចុចពាក្យ add task select single device ចុចពាក្យ device និងចុច select single device កន្លែងនេះយើងជ្រើសរើសជាមួយនឹង panel របស់យើងមកកន្លែងនេះយើងត្រូវចុចពាក្យ DP Sync Music ហើយត្រូវ tick ជាមួយនឹង Local Playlist 1ដែលសំឡេងសារ៉ែនរបស់យើងស្ថិតនៅក្នុង file មួយហ្នឹងរួចយើងអូសទៅខាងក្រោមនិងចុចពាក្យ Voice Volume ហើយយើងធ្វើការសេរីសំឡេងបានចង់ដាក់វាលឺខ្លាំងក៏បានលឺខ្សោយក៏បានតែប៉ុណ្ណឹងយើងចុច confirm មករួចចុច save ហើយធ្វើការដាក់ឈ្មោះ scene របស់យើងមួយនិងចុច confirm តែប៉ុណ្ណឹងនៅពេលដែល sensor របស់យើង detect បានអ្វីមួយគឺ panel របស់យើងនឹងធ្វើការ alert ហ្មងប៉ុន្តែបើសិនជាយើងចង់ឲ្យ panel របស់យើង alert នៅពេលណាមួយជាក់លាក់ដូចជា alert ទៅពេលយប់និងឈប់ធ្វើការ alert នៅពេលព្រឹកឡើងយើងទៅបង្កើត scene ដដែលមករួចចុច when device status change និងចុច select single device រួចធ្វើការរើស sensor របស់យើងមកហើយកន្លែង door sensor មួយនេះកន្លែងនេះខ្ញុំជ្រើសរើស on ដដែលមករួចចុច confirm បន្ទាប់ចុចពាក្យ add task ចុចទៅលើ device select single device កន្លែងនេះយើងជ្រើសរើសជាមួយនឹង panel របស់យើងមកកន្លែងនេះយើងចុចពាក្យ DP Sync Music ដូចមិញដែរមកហើយត្រូវ tick ជាមួយនឹង Local Playlist 1រួចយើងអូសទៅខាងក្រោមនិងចុចពាក្យ Voice Volume ហើយយើងធ្វើការសេរីសំឡេងបានចង់ដាក់វាលឺខ្លាំងក៏បានលឺខ្សោយក៏បានតែប៉ុណ្ណឹងយើងចុច confirm មកដល់កន្លែងនេះយើងមិនទាន់ចុច save យើងទៅចូលកន្លែង precondition មួយទៀតចុចពាក្យ all day មួយនេះមកនិងចុច custom រួចចូលកន្លែង time period ហើយយើងធ្វើការសេរីម៉ោងមកចំពោះខ្ញុំសេរីចាប់ពីម៉ោង 10 យប់រហូតដល់ម៉ោង 6 ព្រឹករួចយើងចុច confirm ហើយកន្លែង repeat មួយនេះចុច custom មករួចយើងធ្វើការរើសជាមួយនឹងថ្ងៃយើងចង់ដាក់រាល់ថ្ងៃក៏បានដាក់ថ្ងៃឆ្លាស់គ្នាក៏បានបន្ទាប់មកយើងចេញក្រៅមកកន្លែង city មួយនេះយើងជ្រើសរើសជាមួយនឹង location របស់យើងមកនិងចុច confirm ចុច confirm ម្ដងទៀតនិងចុច done រួចចុច save និងដាក់ឈ្មោះ scene ជាការស្រេចអញ្ចឹងតែប៉ុណ្ណឹងនៅពេលដែល sensor របស់យើង detect បានអ្វីមួយនៅក្នុងម៉ោងដែលយើងបាន set គឺ panel នឹងធ្វើការរយតែបើសិនជាយើងចង់ឲ្យវា trigger បិទ alarm វិញយើងអាច pair វាជាមួយនឹង sensor ផ្សេងទៀតសម្រាប់វា trigger បានផងដែរយើងចូលទៅ create scene ដដែលមកហើយយើងចូលទៅកាន់ when device status change ចុច select single device អញ្ចឹងខ្ញុំប្រើជាមួយនឹង door sensor ដដែលហើយកន្លែង door sensor មួយនេះយើងចុចពាក្យថា off វិញរួច confirm
បន្ទាប់មកចុចពាក្យ Add Task ចុច Device ចុច Select Single Device ជ្រើសរើស Panel របស់យើងមកហើយកន្លែងនេះយើងចូលកន្លែង Smart Speaker Play ហើយយើងត្រូវចុចកន្លែងពាក្យថា Pause រួចចុច Confirm រួចចុច Save និងដាក់ឈ្មោះ SIM របស់យើងជាការស្រេចហើយតែប៉ុណ្ណឹងនៅពេលដែលមានមនុស្សបើកទ្វារផ្ទះរបស់យើង Panel នឹងធ្វើការរោហើយនៅពេលដែលគេបិទទ្វារវិញ Panel នឹងធ្វើការបញ្ឈប់សំឡេងរោប៉ុន្តែសម្រាប់អ្នកដែលប្រើជាមួយ Panel X Pro គឺយើងត្រូវសេរីដូចជាមួយនឹង Panel Max ដូចគ្នាអញ្ចឹងគ្រាន់តែខុសតែមួយកន្លែងទេអញ្ចឹងខ្ញុំឧទាហរណ៍បង្កើតជាមួយនឹង Scene Door Sensor ដូចមិញហ្នឹងដែរអញ្ចឹងចូលកន្លែងដូចគ្នាមិញហ្នឹងមកយើងចូលកន្លែង When Device Data Change ចុច Select Single Device រើសជាមួយនឹង Door Sensor កន្លែងនេះរើសពាក្យជាមួយនឹង On រួចចុច Confirm ចុច Add Task ចុច Device Select Single Device មករើសជាមួយនឹង Panel X Pro ហើយកន្លែងដែលខុសគ្នាគឺកន្លែងមួយនេះដែលយើងត្រូវចូលកន្លែង Sync Music វិញហើយយើងត្រូវ Auto Chrome ទៀតចុច Local Music 1ហើយ Auto ខាងក្រោមចុចពាក្យ Voice Volume សេរីជាមួយនឹងសំឡេងដែលយើងចង់បាននិងចុច Confirm ហើយបើយើងចង់ឲ្យ Panel របស់យើងរោនៅម៉ោងជាក់លាក់ណាមួយយើងអាចចូល Precondition ដើម្បីសេរីដូចដែលខ្ញុំ review មិញហ្នឹងអញ្ចឹងហើយបើសិនជាយើងចង់ឲ្យវា trigger បិទ alarm វិញយើងចូលកន្លែងដូចមិញហ្នឹងដែរអញ្ចឹងយើងចុច When Device Data Change ដូចមិញហ្នឹងដែរមកចុច Select Single Device និងចុច Door Sensor ហើយកន្លែង Door Sensor មួយនេះយើងចុចពាក្យថា Off វិញរួចចុច Confirm បន្ទាប់មកចុចពាក្យ Add Task ចុច Device ចុច Select Single Device ជ្រើសរើស Panel របស់យើងមកហើយកន្លែងនេះគឺវាខុសពី Panel Max គឺយើងចុចកន្លែងពាក្យ Play Local Music នេះវិញហើយជ្រើសរើសពាក្យថា Off រួចចុច Confirm រួចចុច Save និងដាក់ឈ្មោះ SIM របស់យើងជាការស្រេចហើយតែប៉ុណ្ណឹងនៅពេលដែលមានមនុស្សបើកទ្វារផ្ទះរបស់យើង Panel នឹងធ្វើការរោហើយនៅពេលដែលគេបិទទ្វារវិញ Panel នឹងធ្វើការបញ្ឈប់សំឡេងរោDigi Smart Home ធ្វើឲ្យផ្ទះរបស់លោកអ្នកឆ្លាតវៃ